ទ្រង់ដែលខ្ញុំកំពុងតែថតនេះគឺនៅលអាងភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបងបាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំបានទៅភ្នំសំពៅខ្ញុំបានទៅជាច្រើនដងប៉ុន្តែខ្ញុំមិនបានដឹងថាភ្នំសំពៅមានលអាងសោះហើយនេះដែរគឺខ្ញុំធ្វើដំណើរពីទីរួមខេត្តទៅប្រហែលជា12គីឡូម៉ែត្រដោយម៉ូតូហើយចំពោះម៉ូតូវិញគឺយើងអាចជិះឡើងលើភ្នំបានហើយភ្នំសំពៅនេះមានកម្ពស់ប្រហែលជាង100ម៉ែត្រតែប៉ុណ្ណឹងដល់ពេលដែលខ្ញុំទៅដល់ខ្ញុំតែងតែអុជធូបហើយក៏សុំទឹកពរជ័យពីព្រះសង្ឃនៅលើវត្តភ្នំផងដែរនៅពេលដែលខ្ញុំមកដល់កំពូលភ្នំភ្លាមគឺខ្ញុំតែងតែមើលទៅខេត្តគឺបងប្អូនអាចមើលទៅដល់ខេត្តហើយទៅចាក់ទៅជុំខ្លាំងណាស់នៅភ្នំសំពៅមានលអាងឥឡូវនេះខ្ញុំតិចខ្ញុំដើរចុះទៅហើយចង់ដឹងហើយខ្ញុំមកច្រើនដងប៉ុន្តែអត់ដែលបានមកលើភ្នំសំពៅហើយចុះទៅលអាងនៅពេលដែលយើងទៅលេងលើភ្នំសំពៅសូមយើងប្រុងប្រយ័ត្នជាមួយនឹងស្វាដោយសារលើភ្នំសំពៅក៏មានស្វាដែរមកនេះក៏បានជួអាម៉ាក់ដែរនោះអាម៉ាក់ខ្ញុំណាអាម៉ាក់ខ្ញុំណាភ្នំសំពៅក៏ជារមណីយដ្ឋានធម្មជាតិដែលមានវត្តមួយឈ្មោះថាវត្តគិរីរម្យនៅលើភ្នំសំពៅហើយខ្ញុំក៏បានធ្វើដំណើរចុះទៅលអាងនៅក្បែរវត្តនឹងផងដែរលអាងនេះគឺមើលទៅពិតជាត្រជាក់មែនតើបងប្អូនដោយសារយើងទៅដល់នៅខាងក្រោមលអាងនេះគឺពោពេញទៅដោយថ្មគ្របពីលើហើយជាលើកទី1សម្រាប់ខ្ញុំផងដែរដែលខ្ញុំចូលទៅដល់លអាងហ្នឹងពីមុនមកខ្ញុំធ្លាប់មកជាច្រើនដងប៉ុន្តែខ្ញុំអត់បានសួរគេដែរខ្ញុំធ្លាប់តែមកជាថតរូបធម្មតាតែប៉ុណ្ណឹងហើយនៅពេលនេះគឺខ្ញុំមកផ្សព្វផ្សាយផងដែរដើម្បីទេសចរនៅខេត្តបាត់ដំបងហើយនៅប្រទេសកម្ពុជាយើងទៅមកផងនៅពេលដែលខ្ញុំងាកមើលជុំវិញលអាងមើលទៅដូចជាដីដូចជាមិនមែនថ្មទេតាមពិតគឺមានរាប់រយរាប់ពាន់ឆ្នាំមកហើយ3ម៉ែត្របានងើបឈ្មោះបានជើងតែហត់ខ្យល់លូន3ម៉ែត្រតែអ្នកមុំគេអត់ឲ្យលូនទៅណាចាតែមានគ្នាច្រើនណាបាទនេះគេថាមានប្រេងបាទដើមខ្មៅគេថាធំប្រេងជំរឿមកខ្លួនមនុស្សយើងចាតែលូនបាទបាច់លូនហើយចំពោះរុនទូចមួយមិញនេះគឺពីមុនមកខ្ញុំបានសួរអ៊ំម្នាក់គាត់ថាធ្លាប់មានជនជាតិបរទេសគាត់លូនចូលទៅតតែយើងមានដង្ហើមល្អវាយមិនបានតិចច្រឡំតែដើមមិនដើមនេះសាក់ទាញវ៉ាហើយខ្ទង់ប្រហែលជាអាច100ឆ្នាំមិនដឹងមើលទៅវ៉ានេះមិនដំបងស្មានតែដើមទៅពិតវ៉ាសោះហើយនៅពេលដែលខ្ញុំបានទស្សនានៅលអាងក្នុងភ្នំសំពៅហើយខ្ញុំបានឡើងទៅលើទៀតគេហៅថាវត្តគិរីរម្យដែលខ្ញុំនិយាយមិញហ្នឹងកន្លែងហ្នឹងក៏យើងមើលទេសភាពថ្ងៃលិចស្អាតផងដែរប៉ុន្តែដោយសារខ្ញុំរវល់ពេកក៏មិនបាននៅមើលក៏ខ្ញុំបញ្ញាប់ចុះវិញមិនត្រឹមតែទេសភាពនៅលើភ្នំទេគឺនៅជើងភ្នំហ្នឹងគឺពោពេញទៅដោយភ្ញៀវអន្តរជាតិជាពិសេសគឺភ្ញៀវអន្តរជាតិនិងភ្ញៀវជាតិយើងតែងតែមកអង្គុយនៅជើងភ្នំដើម្បីមើលកញ្ជៀវហើយចូលរួមវិញហើយរួមកញ្ជៀវនេះគឺនៅភ្នំសំពៅហ្នឹងហើយបងប្អូនដោយសារខ្ញុំបញ្ញាប់ពេកទៅខ្ញុំអត់បានថតកញ្ជៀវហើយចូលទេអញ្ចឹងទៅក៏ខ្ញុំបញ្ញាប់ចេញទៅអរគុណច្រើនជម្រាបលា